ណាធនអីឲ្យប្រសើរស្មើដោយខន្តីមិនមានទេអត់ធនប៉ុន្តែខន្តីហ្នឹងញោមគ្រាន់តែយល់ពាក្យតែខន្តីមួយម៉ាត់អត់ទាន់កើតធរខន្តីហ្នឹងទេលើប្រសងលោកទេសនាតែខន្តីអត់ធនខន្តីអត់ធនចេះបន្តិចខន្តីដល់គេជេរគេវិញពួកដឹងតាខន្តីវាអត់ធននៅពេលដែលគេអត់ទាន់ជេរដល់ពេលគេជេរគេវិញហើយចេះដល់បន្តិចខន្តីអត់ធនខន្តីអត់ធនក៏យល់ប៉ុណ្ណឹងអត់តាន់កើតធរខន្តីទេខន្តីដែលវាអាចកើតទៅបាននៅពេលដែលមានមេត្តាចិត្តនិងករុណាចិត្តហើយនឹងសន្តោសៈមានអា3នឹងនៅជាមួយបានធរខន្តីវាកើតញោមចំណាំថាបើខ្វះអាធរ3នឹងហើយណាអាខន្តីនេះបន្តិចរត់មាត់អាម៉េចក៏អត់កើតដែរអាធរ3នេះវានៅជាមួយដែលនាំឲ្យខន្តីនឹងវាប្រសើរវាកើតឡើងបានគឺមេត្តាចិត្តនិងករុណាចិត្តហើយនឹងសន្តោសៈនៅអា3ហ្នឹងណាញោមបើមានអា3ហ្នឹងគឺធរខន្តីមិនបាច់បន្តិចគឺវាកើតមកកាលណាគេធ្វើសេចក្តីអាក្រក់ដាក់យើងមានមេត្តាចិត្តកើតឡើងផ្លែតមានករុណាចិត្តហើយនឹងសន្តោសៈសេចក្តីសន្តោសសង្គ្រោះលើកលែងអធិស្ស្រ័យបាត់ភ្នែកបើកភ្នែកបាត់តិចកុំឲ្យវាលឺកុំឲ្យវាឃើញច្រើនពេកអាហ្នឹងមិនបាច់ចាំប្រឹងខន្តីគឺវាបាត់ឯងកាលណាមានមេត្តាចិត្តគិតពិចារណាថាអូសត្វហើយសត្វបើនាងណោជេរយើងនឹងបើយើងជពាក់នាងពីមុនមករួចគ្នាទៅណានាងហើយបើយើងអត់ជពាក់នាងទេនាងជេរនាងសាព្រោះអីយកខ្លួនឯងទៅអ្នកមានមេត្តាគេគិតចឹងមិនចឹងហ៎ញោមចឹងមិនបាច់ប្រឹងតែងខន្តីគឺស្ងប់ឯងចិត្តហ្នឹងវាស្ងប់ហ្មងតន់នេះញោមតន់ណាហើយបើគ្រាន់តែតែងតែខន្តីអត់ធនខន្តីអត់ធនខន្តីអត់ធនស្រាប់ប្តីដប់នាងណានៅមុខលេងណែងហែហើយចក្រានអានេះឆ្នាំងហើយចានអស់មួយរាវបាត់ហ្នឹងអាហ្នឹងចឹងណាចឹងតើយើងមានមេត្តាចិត្តករុណាចិត្តសន្តោសៈវានៅជាមួយចឹងធនអ្វីឲ្យប្រសើរស្មើដោយខន្តីមិនមានស្រេកឃ្លានអ្វីលើលោកនេះឲ្យប្រសើរស្មើដោយតណ្ហាក៏អត់មានដែរញោមឲ្យស្រេកអីឲ្យស្មើនឹងតណ្ហាញោមមិនមានទេរាប់ទាំងកិលេសកម្មក្តីវត្ថុកម្មក្តីដែលពុទ្ធជនយើងទាំងកល្យាណបុត្រជនក្តីទាំងពុទ្ធជនក្តីដែលយើងរស់នៅក្នុងលោកសន្និវាសនេះដែលមិនទាន់មានបញ្ញាសមាទិដ្ឋិហើយមិនទាន់សម្រេចទៅនៅក្នុងលោកត្របញ្ញាយើងត្រឹមតែលោកកាយបញ្ញាដែលយល់ត្រឹមតែសម្បត្តិជាលោកកាយៈដោយអាត្មារាល់ថ្ងៃនេះអាត្មាចាប់ទុកតែខ្លួនអាត្មានេះគ្រាន់តែចេះធေါ်តិចតួចដែលយល់ជាសម្បត្តិថ្នាក់បញ្ញាលោកកាយៈទេមិនមែនជាបញ្ញាថ្នាក់លោកត្រៈទេអញ្ចឹងមានន័យថានៅជាពុទ្ធជនដូចញាតិញោមអញ្ចឹងអាបញ្ញារបៀបអញ្ចឹងណាញោមដែលព្រះអង្គសម្ដែងថាយើងនៅតែជាប់ជាពាក់ទៅនៅក្នុងលោកធម៌ទាំង8នឹងដកមិនរួចវាគ្រាន់តែតិចហើយនឹងច្រើនវាខុសគ្នាត្រង់ថាអ្នកយល់ធម៌មានសតិអត់សង្កត់ខ្លួនឯងដាក់ខ្លួនឯងជានិច្ចកុំឲ្យវាវង្វេងភ្លេចជាមួយនឹងការតាក់ទាញនៃកិលេសកម្មនិងវត្ថុកម្មនឹងនាំយើងធ្លាក់ចុះទៅនៅក្នុងអបាយភូមិ4នឹងវិលចុះវិលឡើងទៅនៅក្នុងភព3កាមភពរូបភពអរូបភពនឹងវិលវាមិនរួចនឹងវាខុសគ្នាត្រង់ប៉ុណ្្នឹងទេកាលណាអ្នកមានបញ្ញាសមាទិដ្ឋិយល់ឃើញត្រូវមានធម៌អត់សង្កត់ខ្លួនឯងអាចពិចារណាបានដឹងថាផ្លូវនេះនាំយើងទៅកាន់ទីរលត់ទុកផ្លូវនេះវានាំយើងឲ្យជាប់ជាពាក់ក្នុងកងទុកប៉ុន្តែពេលខ្លះយល់ហើយក៏កាត់វាមិនតាន់បានដែរព្រោះយើងនៅជាពុទ្ធជនដូចអាត្មានិយាយមិញអញ្ចឹងអារស់អីអ្នកណាទៅកាត់បានញោមអាត្មាអីទៅកាត់មិនបានយាយណាយកខសាច់ជ្រូកទៅឲ្យពគេតែ2 3ម៉ាត់តែមុខអត់ចង់មើលផងហើយយាយណាយកញោមស្វាយញោមស្ដៅឲ្យពគេកន្លះម៉ោងញោមឃើញទេវាខុសគ្នាអញ្ចឹងដល់មានន័យថាអាចិត្តហ្នឹងវានៅមិនតាន់ស្មើឯណាមិនតាន់អត់សង្កត់បានគ្រប់ខណៈចិត្តឯណាអញ្ចឹងហើយបានជាអាត្មាបញ្ជាក់ថាស្រេកឃ្លានអ្វីឲ្យប្រសើរស្មើដោយតណ្ហាមិនមានទេកូនកាត់កាលម៉ែឪឯងចោលដោយសារដីមួយដុំយំឯងឃើញទេធ្លាប់ឃើញទេខ្ញុំធ្លាប់ឃើញទេហ្នឹងហើយណោដោយសារអីដោយសារវង្វេងភ្លេចមិនមានសតិជាទីប៉ាំងមាំហ្នឹងបញ្ញាដែលយើងយល់បានយល់ត្រឹមថ្នាក់លោកកាយបញ្ញាមិនមែនជាលោកកត្របញ្ញាហើយចិត្តដែលយើងអប់រំបានថ្នាក់ជាពុទ្ធជនមិនមែនជាព្រះអរិយបុគ្គលមិនមែនជាព្រះអរហន្តចឹងចិត្តយើងនឹងវាឃ្លីងឃ្លោងបដិខៈថ្នាក់តោមនោះខ្លះសោមនោះខ្លះជាមួយរឿងដែលជួបប្រសពតាមរយៈអាយតនៈខាងក្នុងខាងក្រៅដែលបាក់ទប់មកចឹងហើយបានជាព្រះអង្គលោកសម្ដែងថាយ៉ាងណាក៏ដោយឲ្យយើងខំប្រឹងអត់សង្កត់ព្យាយាមក្នុងការស្ដាប់ព្យាយាមក្នុងការតាំងទៅនៅសតិកុំឲ្យបាត់សតិទោះយ៉ាងណាក៏ដោយកុំឲ្យយើងបាត់សតិក៏អកុសលនឹងវាអត់សូវចម្រើនដែរកុសលវាចម្រើនច្រើនជាងអកុសលដែរយើងអ្នកប្រព្រឹត្តព្រហ្មចរិយធម៌នេះនឹងអញ្ចឹងស្រេកឃ្លានអ្វីឲ្យប្រសើរស្មើនឹងតណ្ហាអាក្រក់ល្អអ្វីឲ្យប្រសើរស្មើនឹងផ្លូវចិត្តរបស់មនុស្សក៏អត់មានដែរអាល្អបំផុតក៏នៅនឹងមនុស្សអាក្រក់បំផុតក៏នៅនឹងអីញោមនៅនឹងមនុស្សអាចិត្តមនុស្សហ្នឹងអាល្អក៏ល្អបំផុតអាក្រក់ក៏អាក្រក់បំផុតនឹងបច្ច័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនា